4 យ៉ាងនាំឲ្យមានសុខភាពល្អបាទសូមបងប្អូនជួយចុចរូបកណ្ដឹងឬអក្សរជាវឬ Subscribe បាទដើម្បីភ្ជាប់ទំនាក់ទំនងជាមួយខ្ញុំបាទ4យ៉ាងនាំឲ្យសុខភាពល្អនេះតើវាមានអ្វីខ្លះបាទយើងដឹងគ្រប់គ្នាហើយមនុស្សយើងគឺសំខាន់ណាស់គឺសុខភាពប៉ុន្តែកាលដែលយើងនៅវ័យក្មេងៗយើងមិនសូវចាប់អារម្មណ៍នឹងរឿងសុខភាពទេបាទដែលចូលដល់វ័យដូចជាវ័យខ្ញុំឡើងចាប់អារម្មណ៍ពីរឿងសុខភាពហើយបាទវ័យ55ឡើង54 55ឡើងចាប់ដើមបាទដោយសារថាយើងមានកម្លាំងឬថាមពលក្នុងខ្លួនយើងធ្លាក់អញ្ចឹងណាហើយចេះតែមិនសូវស្រួលខ្លួនអញ្ចឹងណាបាទហើយអាចមានជំងឺអីផ្សេងមករួមរិទ្ធបាទឈឺម្ដងម្កាលអីចឹងទៀតបាទអញ្ចឹងហើយខ្ញុំសូមចូលរួមជាមួយបងប្អូននៅ4ចំណុចដែលនាំឲ្យសុខភាពល្អបាទចំណុចទី1នោះគឺផ្លូវចិត្តបាទរឿងផ្លូវចិត្តនេះគឺវាពិបាកធ្វើដែរបាទប្រសិនបើយើងនិយាយពីរឿងចិត្តបើសិនជាយើងខឹងច្រើនគឺយើងមានបញ្ហាសុខភាពហើយបាទឲ្យតែយើងខឹងមួម៉ៅច្រើនគឺមានបញ្ហាសុខភាពហើយទី1នោះគឺអាចធ្វើឲ្យមានបញ្ហាសរសៃឈាមដែលយើងហៅថាជំងឺលើសឈាមទី2មានបញ្ហាជំងឺបេះដូងបាទផ្លូវចិត្តបាទហើយវានាំឲ្យយើងឈឺក្បាលវិលមុខអស់កម្លាំងបាទជំងឺផ្លូវចិត្តហ្នឹងណាផ្នែកផ្លូវចិត្តហ្នឹងណាបាទអញ្ចឹងបើសិនជាយើងអាចធ្វើបានយើងរៀនធ្វើចិត្តឲ្យស្ងប់ដោយយើងព្យាយាមយល់ពីទ្រឹស្ដីអាហ្នឹងយើងត្រូវចេះដឹងដែរបាទយើងត្រូវយល់ពីច្បាប់ធម្មជាតិបាទច្បាប់ធម្មជាតិវាតែងតែមានរះវាមានលិចដូចជាថ្ងៃអញ្ចឹងណាវាមានរះមានលិចបាទដូចដើមឈើវាមានផ្លែវាមានដល់អាយុកាលវាលែងផ្លែអញ្ចឹងណាច្បាប់ធម្មជាតិអញ្ចឹងណាបាទអញ្ចឹងហើយនៅក្នុងដំណើរជីវិតយើងហ្នឹងវាស្រដៀងនឹងច្បាប់ធម្មជាតិបើសិនមកយើងយល់ពីច្បាប់ធម្មជាតិអាហ្នឹងយើងអត់សូវជាវិថាឈឺចាប់សោកសៅទេហើយអាចឈឺចាប់សោកសៅហ្នឹងហើយវាធ្វើឲ្យផ្លូវចិត្តយើងលំបាកផ្លូវចិត្តយើងមិនល្អបាទខ្ញុំសូមចូលរួមផ្លូវចិត្តត្រឹមប៉ុណ្ណឹងថាបើយើងធ្វើបានគឺរៀនធ្វើចិត្តឲ្យស្ងប់បាទរៀនធ្វើចិត្តឲ្យស្ងប់ដោយព្រមទទួលយកនៅអ្វីដែលកើតឡើងបាទទោះជោគជ័យក្តីឬបរាជ័យក្តីប៉ុន្តែយើងត្រូវព្យាយាមវាឡើងវិញបាទយើងមិនសុខចិត្តណាបាទមិនសុខចិត្តទេមិនគួរថាវាបរាជ័យរឿងចឹងអីហើយនាំនេះឈឺចាប់អីបន្តទៀតអានឹងវាធ្វើឲ្យផ្លូវចិត្តយើងអត់ល្អទេអញ្ចឹងយើងរៀនទទួលយល់ព្រមហើយសិក្សាថាវាមកពីមូលហេតុអ្វីបានជាវាដួលបានវាបរាជ័យហើយយើងធ្វើបន្តទៀតទៅសិក្សានិងធ្វើបន្តបាទចំណែករឿងផ្លូវចិត្តបាទយើងនិយាយជាសរុបទៅថារៀនធ្វើចិត្តឲ្យស្ងប់បាទហ្នឹងហើយចំណុចទី2សម្រាប់សុខភាពឲ្យល្អហ្នឹងគឺអាហារបាទអាហារហ្នឹងបើតាមខ្ញុំអាននិងស្ដាប់ច្រើនហ្នឹងគឺអត់មានអីល្អជាងបាយយើងទេបាទអត់មានអីល្អជាងបាយយើងទេយើងមានសម្លយើងមានអីយើងស្លទៅមានបន្លែមានអីស្លដោយខ្លួនឯងបាទធ្វើដោយខ្លួនឯងល្អណាស់បាទអាហារយើងធ្វើដោយខ្លួនឯងវាអាចមិនឆ្ងាញ់ដូចគេលក់ទេប៉ុន្តែវាមានគុណភាពល្អជាងសម្លគេលក់នៅលើទីផ្សារវាឆ្ងាញ់ប៉ុន្តែយើងអត់ដឹងថាគេដាក់គ្រឿងយ៉ាងម៉េចណាបាទប៉ុន្តែខ្ញុំមើលឯកសារមួយហ្នឹងគេថាបាយហ្នឹងគឺជួយសរីរាង្គបានច្រើនណាស់ហើយបាយហ្នឹងត្រូវហូបមួយថ្ងៃ3ដងទៀងទាត់គឺពេលព្រឹកហ្នឹងគឺអាហារបាយហ្នឹងការហូបបាយគឺល្អជាងគេក្នុងចំណោម3ពេលហ្នឹងបាទបងប្អូនអាចធ្វើបានព្យាយាមហូបមានពេលព្យាយាមហូបបាយពេលព្រឹកហ្នឹងបាទពេលព្រឹកពេលថ្ងៃពេលល្ងាចបាទហើយទឹកអីពេលព្រឹកគេហូបឲ្យបានរៀងច្រើនទឹកយើងហ្នឹងបាទហើយជៀសវាងអាហារបើកម្លាំងភេសជ្ជៈបើកម្លាំងអីហ្នឹងយើងព្យាយាមហើយអាហារផ្សេងដែលផ្សំ
ដែលផ្សំគ្រឿងច្រើនណាអាហ្នឹងយើងគួរតែប្រយ័ត្នដែរបាទភេសជ្ជៈអីផ្សេងដែលផ្សំគ្រឿងច្រើនយើងគួរតែប្រយ័ត្នដូចជាមីដូចជាអីហ្នឹងយើងគួរតែប្រយ័ត្នបាទអញ្ចឹងអាហារហ្នឹងខ្ញុំគាត់ចូលរួមថាសូមបងប្អូនរៀនហូបអាហារបែបចិញ្ចឹមបែបចិញ្ចឹមរាងកាយបាទយើងហូបទៅវាបានឆ្ងាញ់ហើយវាបានសុខភាពល្អទៀតបើមិនជាយើងហូបអាហារបានតែឆ្ងាញ់តែអត់បានចិញ្ចឹមរាងកាយអានឹងធ្វើឲ្យសុខភាពយើងអត់ល្អទេនឹងបាទហ្នឹងយើងនិយាយពីអាហារតែរឿងសំខាន់គឺរឿងហូបបាយហ្នឹងឲ្យបានច្រើនជាងគេទៅគឺល្អហើយបាទអាហារហ្នឹងបាទហើយសម្លអីយើងស្លភាគច្រើនត្រីបន្លែអីឲ្យបានល្អមកអញ្ចឹងណាបាទហើយទី3គឺហាត់ប្រាណបាទហាត់ប្រាណហ្នឹងគឺគេតម្រូវយើងហាត់ពេលណាក៏បានដែរប៉ុន្តែហាត់នៅពេលព្រឹកល្អជាងគេបាទហាត់នៅពេលព្រឹកត្រូវបានគេរកឃើញថាល្អជាងគេនៅពេលព្រឹកបាទយើងហាត់ទៅតាមកម្លាំងរបស់យើងកុំហាត់ទៅតាមគោលការណ៍កន្លះម៉ោងឬ1ម៉ោងបាច់ទេយើងហាត់10នាទីមកតែយើងរត់ត្រែក10នាទីហើយយើងដូចហត់អាហ្នឹងយើងឈប់ទៅបាទយើងឈប់ទៅហើយថ្ងៃក្រោយបន្តទៀតទៅយើងអាចឡើង1នាទី2នាទីអីចឹងណាយើងអាចឡើង1នាទី2នាទីឬរហូតដល់15នាទី20នាទីអីចឹងទៅវាអាស្រ័យលើកម្លាំងយើងដឹងទៅបាទព្យាយាមឲ្យបានរាល់ព្រឹកហាត់ប្រាណហ្នឹងបាទបើតាមគោលការណ៍ក្នុង7ថ្ងៃបើយើងហាត់បាន4ថ្ងៃអាហ្នឹងចាត់ទុកជាបានការហាត់ប្រាណហ្នឹងបាទអញ្ចឹងការហាត់ប្រាណហ្នឹងគឺវាសំខាន់វាជួយសម្រួលប្រព័ន្ធសាច់ដុំបាទជួយសម្រួលប្រព័ន្ធសាច់ដុំទី1ទី2វាជួយសម្រួលសរសៃឈាមកាលណាយើងហាត់ទៅវាធ្វើឲ្យអាសាច់ដុំយើងហ្នឹងវាមានចលនាវាមានការដើរស្រួលហើយសរសៃឈាមវាក្តៅដល់ក្តៅទៅឈាមវាដើរស្រួលដែរបាទហ្នឹងហើយអញ្ចឹងធ្វើឲ្យរាងកាយយើងវាស្រួលបាទហាត់ប្រាណបាទហើយរឿងចំណុចទី4គឺព្យាបាលបាទទោះបីជាយើងធ្វើនៅចំណុចទាំង3ខាងលើបានល្អយ៉ាងណាក៏វានៅតែអាចឈឺដែរគ្រាន់តែថាឈឺតិចអីចឹងណាឈឺតិចឈឺស្រាលអញ្ចឹងហើយចំណុចព្យាបាលនេះគឺសំខាន់គឺថាយើងឈឺម៉ូមយើងទៅព្យាបាលភ្លាមព្យាបាលឲ្យត្រូវគឺមានទៅពេទ្យដែលមានលំដាប់យើងកុំចេះទៅពេទ្យដែលអត់មានវិជ្ជាជីវៈត្រឹមត្រូវដូចថាវាយោងទៅលើជីវភាពយោងទៅលើថោកឬថ្លៃអីចឹងយើងទៅតែថោកទេបើទៅពេទ្យថោកដែលអស់លុយថោកហើយផឹកទៅវាជាអានឹងវាអត់អីទេប៉ុន្តែថោកហើយនៅតែមិនជាប៉ុន្តែយើងមិនព្រមទៅអាថ្លៃនៅតែថោកអាហ្នឹងវានាំឲ្យយើងកាន់តែខូចសុខភាពអញ្ចឹងឈឺតិចយើងព្យាយាមព្យាបាលអាហ្នឹងវាស្រួលហើយកុំឲ្យដល់ឈឺធ្ងន់ច្រើនមុខបានយើងព្យាបាលអាហ្នឹងធ្វើឲ្យយើងបាក់ធ្វើឲ្យយើងទ្រុឌទ្រោមបាទអញ្ចឹងខ្ញុំសូមចូលរួមជាគោលត្រឹមប៉ុណ្ណឹងសូមបងប្អូនពិចារណាបន្ថែមខ្លួនឯងបាននៅ4ចំណុចហ្នឹងគឺផ្លូវចិត្តបាទទៅមិនទៅចិត្តឲ្យល្អគឺចិត្តស្ងប់បាទចិត្តត្រជាក់ចិត្តមិនខឹងមួម៉ៅបាទទី2អាហារហ្នឹងគឺបាយព្យាយាមហូបបាយហូបទឹកឲ្យបានច្រើនទៅបាទហ្នឹងហើយទី3ព្យាយាមហាត់ប្រាណបាទហើយទី4ហ្នឹងគឺឈឺបវមទៅព្យាបាលបាទការព្យាបាលហ្នឹងបាទកំហូបថ្នាំខ្មែរកំហូបថ្នាំអីផ្ដេសផ្ដាស់ច្រើនពេកថ្នាំពេទ្យដល់អីទៅបាទខ្ញុំមានជំងឺកាពះរបៀនខ្ញុំហូបថ្នាំ3ខែហើយបាទខ្ញុំទៅពេទ្យអង្គឌួងណាខ្ញុំឥឡូវខ្ញុំបានធូរខ្លាំងទៅពេទ្យផ្សេងហូបអត់ត្រូវបាទតែពេទ្យអង្គឌួងហូបត្រូវប៉ុន្តែខ្ញុំព្យាយាមទៅរាល់អាទិត្យទៅព្រោះពេទ្យហ្នឹងគេឲ្យតែ7ថ្នាំហូបតែ7ថ្ងៃទេអញ្ចឹងហើយថាការព្យាបាលអីហ្នឹងត្រូវយើងតស៊ូដែរបាទយើងទៅរហូតបាទអញ្ចឹងខ្ញុំសូមចូលរួមត្រឹមប៉ុណ្ណឹងសូមបងប្អូនទទួលការគោរពអំពីខ្ញុំបាទហ្នឹងហើយអរគុណបាទ